ពីកំពុងមហាសេដ្ឋីមកខ្លាយជាតារាអ្នកត្រូវរដ្ឋាភិបាលលុបឈ្មោះនេះគឺជារឿងរ៉ាវអាស្រូវធំៗរបស់តារាស្រីចាវ៉ៃដែលយ៉ាងតែងតែស្គាល់ថាត្រជាកម្មបើងាកទៅមើលទស្សវត្សឆ្នាំ90និង2000គ្មាននរណាម្នាក់មិនស្គាល់តារាសម្ដែងស្រីភ្នែកធំៗក្រុមម៉េចក្រម៉ាមគឺតារាសម្ដែងចាវ៉ៃឬនាងត្រជាកម្មនៅឡើយគាត់មិនត្រឹមតែជាតារាលំដាប់ចូលមុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមហាសេដ្ឋីស្រីដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រទេសចិនផងដែរយ៉ាងណាមិញភាពរុងរឿងដ៏ខ្ពង់ខ្ពស់មួយនោះគឺបានរលាយបាត់ស្រមោលទាំងស្រុងតែម្ដងក្រោយរលកបក់បោកនៃរឿងអាស្រូវធំៗដែលបានមកដល់ក្រោយពីជោគជ័យនៅក្នុងរឿងព្រះនាងយាយចាវ៉ៃគឺបានចាប់ដៃជាមួយនឹងស្វាមីដែលជាមហាសេដ្ឋីហិរញ្ញវត្ថុបោះចំហៀនចូលទៅក្នុងពិភពជំនួញយ៉ាងពេញទំហឹងគាត់ក៏បានវិនិយោគទិញភាគហ៊ុនធំៗនៅក្នុងក្រុមហ៊ុន Alibaba Pictures របស់ Jack Ma ទិញចំការតាពាំងបញ្ជូផលិតស្រាំបារាំងនិងមានអចលនទ្រព្យរាប់លានដុល្លាររហូតដល់ប្រព័ន្ធផ្សព្វផ្សាយប្រសិទ្ធនិមគាត់ថា Warren Buffett ស្រីនៃប្រទេសចិនផងដែរបើទោះបីជាមានភាពខ្ពង់ខ្ពស់យ៉ាងណាក៏ដោយជីវិតរបស់ចាវ៉ៃគឺត្រូវបានរង្គោះរង្គើដោយសារតែខ្សែសង្វាក់នៃរឿងអាស្រូវធំៗជាបន្តបន្ទាប់រឿងអាស្រូវដំបូងបង្អស់គឺបានកើតឡើងនៅក្នុងឆ្នាំ2001គឺនៅពេលដែលគាត់បានស្លៀករ៉ូបដែលមានលំនាំស្រដៀងទៅនឹងទង់ជាតិយុទ្ធជប៉ុនសម័យសង្គ្រាមលោកដើម្បីថតឲ្យទស្សនបទមួយនៅក្នុងសង្គមចិនដែលមានស្មារតីជាតិនិយមខ្ពស់ទង្វើមួយនេះគឺធ្វើឲ្យប្រជាជនខឹងសម្បាយ៉ាងខ្លាំងរហូតដល់មានអ្នកគាំទ្រខ្លះគឺខឹងដល់ឋានៈរត់ឡើងទៅជះទឹកលាមកនៅលើគាត់កណ្ដាលឆាកតន្ត្រីដើម្បីសងសឹកផងដែររឿងរ៉ាវកាន់តែដុនដាបខ្លាំងនៅចន្លោះឆ្នាំ2018គឺនៅពេលដែលក្រុមហ៊ុនរបស់គាត់និងស្វាមីគឺត្រូវបានរកឃើញថាមានការក្លែងបន្លំនិងការផ្ដល់ព័ត៌មានមិនពិតទៅកាន់ទីផ្សារភាគហ៊ុនករណីបោកប្រាស់ហិរញ្ញវត្ថុមួយនេះគឺបានធ្វើឲ្យប៉ះពាល់ទៅដល់អ្នកវិនិយោគតូចតាចយ៉ាងធ្ងន់ធ្ងរពួកគេគឺត្រូវបានរដ្ឋាភិបាលពិន័យជាប្រាក់និងត្រូវហាមឃាត់មិនឲ្យពាក់ព័ន្ធចូលទៅក្នុងទីផ្សារភាគហ៊ុនអស់រយៈពេល5ឆ្នាំផងដែរចំណុចកំពូលនៃរឿងអាត់កំបាំងគឺបានមកដល់នៅក្នុងឆ្នាំ2021ពលគឺនៅក្នុងរយៈពេលតែមួយយប់ស្រាប់តែស្នាដៃភាពយន្តល្បីៗរបស់ចាវ៉ៃទាំងអស់គឺត្រូវបានលុបចេញពីគ្រប់ប្រព័ន្ធអ៊ីនធឺណិតនៅវេទិកាផ្សព្វផ្សាយធំៗទាំងអស់នៅក្នុងប្រទេសចិនដោយគ្មានការប្រកាសហេតុផលជាផ្លូវការច្បាស់លាស់ពីរដ្ឋាភិបាលនៅឡើយឈ្មោះរបស់គាត់គឺត្រូវបានដកចេញពីបញ្ជីសិល្បករនិងគណនីបណ្ដាញសង្គមរបស់អ្នកគ្រប់គ្រងរបស់គាត់គឺត្រូវបានបិទចោលក្រុមអ្នកវិភាគគឺបានយល់ថានេះគឺជាការបោះសម្អាតវប្បធម៌អ្នកល្បីល្បាញរបស់រដ្ឋាភិបាលចិនទៅលើតារាដែលមានបញ្ហាពន្ធដារហិរញ្ញវត្ថុឬមានទំនាក់ទំនងជិតដិតទៅនឹងក្រុមមហាសេដ្ឋីបច្ចេកវិទ្យាដូចជាលោកចេកម៉ាជាដើមបន្ទាប់ពីបានមកពីសិល្បៈអស់ជាច្រើនឆ្នាំចាវ៉ៃគឺមិនបានជាប់ពន្ធនាគារដោយពាក្យចចាមអារ៉ាមនៅឡើយគាត់ក៏បានជ្រើសរើសរស់នៅក្នុងជីវិតដ៏សាមញ្ញនិងស្ងប់ស្ងាត់បំផុតតែយូរៗម្ដងគេគ្រាន់តែឃើញគាត់បង្ហាញខ្លួននៅប្រលានយន្តហោះឬក៏បង្ហោះរូបភាពទេសភាពបន្តិចបន្តួចនៅលើ Instagram ផ្ទាល់ខ្លួនខ្សែជីវិតរបស់គាត់គឺជាមេរៀនដ៏ធំមួយនៅក្នុងពិភពសិល្បៈចិនថាបើទោះបីជាមានអំណាចនិងលុយរាប់លានដុល្លារក៏ដោយបើកាលណាដើរខុសគន្លងនៃច្បាប់ឬក៏នយោបាយរដ្ឋគ្រប់យ៉ាងគឺនឹងរលាយបាត់ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ